មានតែប៉ុន្មានអ្នកនឹងមែនទេចោលឡាចោលខ្លាំងណាស់តើអ្នកអាចដឹកស្វៀងបានប៉ុន្មានពួកយើង6នាក់គឺគ្រប់គ្រាន់ហើយពិតមែនហើយពួកយើងសុទ្ធតែជាប្រុសដែលធ្លាប់បង្ហាត់ព្រះគុណម្នាក់អាចរែកអង្គបាន3វ៉ាន់រត់ជុំវិញកំពែងក្រុង3ជុំរឿងហ្នឹងគឺជារឿងតូចតាចស្វៀងដល់ទៅ5000ចិនហេតុអ្វីបានជាអ្នកដឹងពីមនុស្សដូចជាខ្ញុំមនុស្សដូចខ្ញុំគឺមិនអាចទៅរួចទេរមាស់ល្អខ្ញុំថា5000ចិនរែកវាជុំវិញកំពែងក្រុងទៅនេះពិតមែនឬខ្ញុំមិនមែនកំពុងយល់សប្តិទេឬលើកនេះខ្ញុំបានចែកហើយ5000ចិនគ្រឿងសឹក2ឈុតរបស់យើងដូរបានស្វៀង5000ចិនក៏មិនមែនដែរហេតុអ្វីបានជាអ្នកនិយាយបែបនេះមិនមែនខ្ញុំមិនចង់និយាយទេតាមពិតខ្ញុំគិតថាការលក់គ្រឿងសឹករបស់ខ្លួនឯងគឺគ្មានសមត្ថភាពបើចង់លក់ត្រូវលក់គ្រឿងសឹករបស់ខ្មាំងពួកអ្នកសម្លាប់ខ្មាំងឲ្យបានច្រើនទៅទើបមិនខាត់បងទឹកចិត្តរបស់ខ្ញុំមួយដែលខំប្រឹងនាំស្វៀងមកឲ្យពួកអ្នកចង់ធ្វើអ្វីទៀតស្វៀងនេះថ្លៃណាស់សូមអរគុណដល់កញ្ញាសូមទទួលការគោរពពីពួកយើងក្រោកឡើងលឿនឡើងពួកអ្នកក្រោកឡើងទាំងអស់គ្នាបាទទៅចិត្តទាំងនេះថ្ងៃក្រោយអ្នកយកគ្រឿងសឹករបស់ខ្មាំងមកដូរនេះគេហៅថាការដោះដូរស្មារតីមិនបាច់អរគុណទេពីមុនគាត់មិនហ៊ាននិយាយរឿងនេះទេនឹកស្មានថាគាត់គ្មានចំណេះដឹងមិននឹកស្មានថាគាត់មានមហិច្ឆតាធំសោះដៃរបស់អ្នកហេតុអ្វីបានជាមានរបួសយកទៅចុះអ្នកណាជាធ្វើបាបអ្នកមានគុណរបស់ខ្ញុំនឹងកាត់វាជាបំណែកឥឡូវនេះមិនអីទេនេះគឺដល់តាមស្វៀងមានការប៉ះទង្គិចគ្នាបន្តិចបន្តួចជារឿងធម្មតាទេមិនអីទេនេះជួនអ្នកថ្ងៃក្រោយបើមានអ្នកណាធ្វើបាបអ្នកទៀតត្រូវតែតបតវិញខ្ញុំមិនហ៊ានសម្លាប់មនុស្សទេមិនមែនឲ្យអ្នកសម្លាប់មនុស្សទេគឺដើម្បីការពារខ្លួននៅក្នុងសម័យកាលដ៏បរិបូរណ៍នេះត្រូវចេះការពារខ្លួនឯងយល់ទេចេះទេខ្ញុំបង្រៀនអ្នកត្រូវតែស្ងប់ស្ងាត់កុំខ្លាចកុំស្ទាក់ស្ទើរជីវិតកំពុងតែរលាយបាត់នៅក្នុងចិត្តមនុស្សទៅណាអស់ហើយពួកអ្នកទាំងពីរទៅជំរុំគាត់លឿនទៅហើយមនុស្សមកឲ្យបានច្រើនពួកយើងដឹកមុនល្អខ្ញុំទៅជាមួយពួកអ្នកនេះទីបញ្ចប់នៃរឿងនេះបានផ្លាស់ប្ដូរហើយគាត់នៅរស់នៅពេលដែលខ្មាំងសត្វត្រូវចិត្តមកដល់មានការបះបោរនៅក្នុងក្រុងស្តេយ៉ានបានស្លាប់ក្នុងចលនាចលនោះឆ្នាំទី1021ហេតុអ្វីបានជាបែបនេះលោកម្ចាស់ខ្ញុំទៅជំរុំទ័ពជាមួយអ្នក